អូខេអញ្ចឹងយើងទៅបន្តការប្រើប្រាស់នៅមុខងារ sin បាទនៅមុខងារ sin អញ្ចឹងបងប្អូនគាត់ទៅចុចមុខងារ sin នេះមកអញ្ចឹងខ្ញុំណែនាំបើសិនជាបងប្អូនបង្កើតនៅមុខងារធ្វើការបង្កើតវីដេអូប្រើមុខងារនេះហើយបន្តមកទៀតយើងប្រើមុខងារ sin នេះគឺខ្ញុំណែនាំឲ្យចូលទៅកន្លែង extension របស់យើងចុចកន្លែងនេះដើម្បី clear វាអស់សិនដើម្បីឲ្យវាធ្វើការ smooth ល្អអាហ្នឹងគឺវាល្អអញ្ចឹងបងប្អូនចូលមកកន្លែង extension មកចុចកន្លែងនេះចុចកន្លែងនេះបាទចុចកន្លែងនេះមកគឺវាឃើញបែបនេះអញ្ចឹងពេលខ្លះវាចេញបែបហ្នឹងអញ្ចឹងពេលខ្លះអាចនៅ tab កន្លែងនេះអញ្ចឹងបងប្អូនចុចកន្លែង console នេះមកបាទចុចឲ្យ clear កន្លែងនេះអស់មកបាទប៉ុណ្ណឹងហើយចុចខ្វាយវាមកហើយយើងចូលទៅធ្វើការ generate អញ្ចឹងហ្នឹងវា smooth វាអត់មានបញ្ហាអីនៅលើជ្រោម tool របស់យើងណាអូខេអញ្ចឹងយើងបន្តទៀតយើងចូលកន្លែង mode sin ហ្នឹងមកហើយតើតើនឹងកន្លែង mode sin ហ្នឹង sin សម្រាប់ file Excel ដែលមាន prompt នៅក្នុង file Excel ហ្នឹងគឺវាខុសគ្នាបន្តិចទេខ្ញុំលុបចោល column មួយដើម្បីកុំឲ្យញ៉ៃអញ្ចឹងខ្ញុំទៅបើកមើលអញ្ចឹងខ្ញុំចូលទៅកន្លែងនេះមក upload file Excel sin អូខេអញ្ចឹងខ្ញុំបើកមើលសិនខ្ញុំចុច open សិនអូខេអញ្ចឹងកាលមុនវាមាន column EP វាមាន column sin មាន column អីអញ្ចឹងណាតែម្ដងនេះអត់បងប្អូនអត់បាក់ញ៉ៃអីច្រើនទេគ្រាន់តែថាយើងមានតែ prompt កន្លែងនេះមួយមកហើយនឹង status process បែបហ្នឹងមកបាទហើយកន្លែង pending នេះគឺមានបែបហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះតិចឧទាហរណ៍ថាបងប្អូនធ្វើការត sin មែនទេត sin 1 sin 2 sin 3អញ្ចឹងកន្លែងនេះបើសិនជាយើង upload ចូលឥឡូវខ្ញុំ upload ចូលសិនដើម្បីឲ្យដឹងអូខេអញ្ចឹងវាមានមួយហេតុអីបានវាមានមួយដោយសារតែចាំតិចខ្ញុំបើកមើលដោយសារតែវាអត់មាន sin សម្គាល់ទេអញ្ចឹងវាតពីអានេះទៅអានេះទៅអានេះគឺតទាំងអស់ហ្មងតទាំងអស់អញ្ចឹងវាបានមក clip កន្លែងហ្នឹងណាមួយវីដេអូអញ្ចឹង sin ទាំងអស់ហ្នឹងគឺវាតបានមួយវីដេអូអញ្ចឹងវាលោតបានមួយអញ្ចឹងបានវាសរសេរមួយកន្លែងហ្នឹងណាកន្លែងនេះមិញណានេះកន្លែងមួយនេះអញ្ចឹងឧទាហរណ៍ថាក្នុងករណីថាបងប្អូនចង់តទៅពី sin នេះចង់និយាយថាកន្លែងនេះគឺមួយវីដេអូហើយត sin នេះនិង sin នេះ prompt នេះនិង prompt នេះគឺមួយវីដេអូមានន័យថាបានពីរវីដេអូអញ្ចឹងអានេះមានសល់មួយអញ្ចឹងអាមួយនេះគឺវាអត់គិតទេណាគឺវាកាត់ចោលតែម្ដងកន្លែងហ្នឹងណាអញ្ចឹងកន្លែងនេះម៉ាស៊ីនកន្លែងនេះពី sin អញ្ចឹងវាបានមួយវីដេអូហើយកន្លែងនេះតទៀតពី sin ទៀតគឺបានមួយវីដេអូអញ្ចឹងយើងលោតបានពីរវីដេអូកន្លែងហ្នឹងណាយើងលោតបានពីរវីដេអូអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះតិចនេះកន្លែងនេះឃើញអត់អញ្ចឹងក្នុងករណីដែលខ្ញុំលើកឧទាហរណ៍មិញបើសិនជាខ្ញុំចង់បានពី sin ដើម្បី mix ចូលគ្នាអញ្ចឹងមួយវីដេអូបងប្អូនដាក់កន្លែងលេខ2នេះមកបាទនេះកន្លែងលេខ2នេះមកហើយក្នុងករណីថាយើងអត់ដាក់នេះទេដូចខ្ញុំបានអត់បានចុចនេះខ្ញុំបានចុចទេអញ្ចឹងបើសិនខ្ញុំចុចពឹបវាឡើងពីរវីដេអូនេះដោយសារអី file របស់យើងគឺអានេះតអានេះហើយអានេះតអានេះអញ្ចឹងមួយនេះគឺវារាប់ទេអញ្ចឹងខ្ញុំបញ្ជាក់ឲ្យកន្លែងនេះគឺយ៉ាត់បាត់ sin បាត់កន្លែងនេះបើចង់ឲ្យត sin បែបនេះថែម prompt មួយទៀតមកដើម្បីឲ្យវាបានវីដេអូ3អញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅកន្លែងនេះគឺខ្ញុំដាក់5ដើម្បីឲ្យបញ្យល់បងប្អូនទាំងអស់គ្នាទៅទៅនឹងការប្រើប្រាស់ហ្នឹងអញ្ចឹងមាន2អញ្ចឹងគឺ clip ដែលយើងវីដេអូដែលយើងទទួលបានហ្នឹងគឺ2វីដេអូនៅពេលដែលវាត sin បាទនេះកន្លែងនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់3ពឹបអញ្ចឹងវាបានតែមួយទេដោយសារអីអា file នេះគឺមានតែ5ហ្នឹងអញ្ចឹងនេះ3នេះ3ហើយអានេះវាខ្វះមួយអញ្ចឹងវារាប់តែពីនេះគឺដាច់ចោលតែម្ដងហ្នឹងបើយើងចង់បាន3 sin យើងថែម prompt មួយទៀតមកដើម្បីឲ្យបាន3គឺបានវីដេអូ2អាហ្នឹងណាអូខេអញ្ចឹងខ្ញុំលើកឧទាហរណ៍ខ្ញុំដាក់តែ2ទេនេះដាក់តែ2ទេ2យ៉ាងមកអូខេចុច tick ហ្នឹងវាបាន2វីដេអូ2 clip ដើម្បីត sin អូខេអញ្ចឹងខ្ញុំធ្វើការ generate ដើម្បីកុំឲ្យវីដេអូហ្នឹងកាន់តែវែងច្រើនពេកហើយទៅតាមការត sin ហ្នឹងក៏ដូចគ្នាដូចមិញហ្នឹងគឺយើងបងប្អូនត្រូវតែ set កន្លែងហ្នឹងជាមុនសិនណានៅពេលដែលយើងត sin យើងចុចវីដេអូហើយ ingredient ហើយយើងយក portrait អានេះតាមអ្វីដែលបងប្អូនចង់បានទេហើយចំនួនវីដេអូគឺ1បាទតែប៉ុណ្្នឹងហើយចុច start generate មកអានេះ complete tick កន្លែងនេះណាបើបងប្អូនអត់ tick គឺ sin 20ហ្នឹងគឺវារួម sin 20ហ្នឹងបានតែមួយ clip ហើយវា load បានតែមួយវីដេអូទេអាហ្នឹងណាទៅទៅនឹងការត sin អូខេអញ្ចឹងសង្ឃឹមថាកន្លែងហ្នឹងបងប្អូនយល់ហើយបើអត់យល់ចាំឆាតមកសួរខ្ញុំបន្តទៀតក៏បានដែរអត់អីទេអូខេអញ្ចឹងមកខាត់ពេលយូរខ្ញុំចុច generate តែម្ដងអូខេវាចាប់ដើមធ្វើការ generate វីដេអូទី1ហ្នឹងអូខេអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះតិចទៅដើម្បីkalauបងប្អូនណាគាត់អត់យល់កន្លែងនេះគឺ combine sin EP ត EP អញ្ចឹងនៅក្នុង prompt Excel ដែលយើងមានហ្នឹងយើងចង់ឲ្យវា mix ចូលគ្នាប្រហែល sin ចូលគ្នាយើងដាក់តម្លៃលេខកន្លែងហ្នឹងមកអញ្ចឹងណាគឺមានតែប៉ុណ្្នឹងឯងងាយយល់អត់មានបញ្ហាអីទេអូខេអញ្ចឹងវាធ្វើការ generate ចប់ហើយអញ្ចឹងវាចាប់ដើមត sinបាទវាចូលនៅកន្លែងហ្នឹងហើយវា Let me help you with that. Thank you. បាទហើយវាបញ្ជូនទៅតែម្ដងបាទនៅកន្លែងមុខងារថ្មីនេះគឺវាកាត់បន្ថយ step បន្តិចបាទនៅពេលដែលយើងចុចមកហើយគឺវាចូលមុខងារ extend យកតែម្ដងណាបាទយើងគ្រាន់តែ pass prompt ទៅចុចផ្ញើទៅគឺវាធ្វើការ extend automatic តែម្ដងអាហ្នឹងគឺវាលឿនជាងមុនបន្តិច
ឡើយហ្នឹងណាអាចាស់គឺនៅពេលដែលយើងចុចចូលមកហើយគឺយើងចុចកន្លែង instant ហើយបានយើងផាស prompt ចូលហ្នឹងណាតែនេះគឺវាលឿនជាងមុន You with that. Thank you. អូខេវាធ្វើ I'd like to pay for the next coffee in ចប់ line. មក EP ហើយដោយសារខ្ញុំដាក់ពីស៊ីនហើយវាចូលនេះអូខេអញ្ចឹងវាចាប់តាម download Let me help you with that. Thank you. I'd like to pay for the next នៅ coffee ពេល in ដែលវា line. ធ្វើការ download ចប់គឺវាត្រឡប់ទៅ project ដើមដែលយើងបើក project ដើមវាអត់បង្កើត project ថ្មីទេគឺវានៅស្ថិតក្នុង project ដើមហើយវាចាប់ផ្ដើមបង្កើត Let me help you with that. Thank you. I'd like to pay for the next coffee in line. អូខេបាទឥឡូវវាមកកាន់ project ដើមហ្នឹងបងប្អូនមើលកន្លែង ID នេះក៏បានដែរនេះគឺមក project ដើមហើយវាចាប់ផ្ដើមបង្កើត scene តទៀតអូខេតទៀតហើយអូខេអញ្ចឹងសម្រាប់មួយនេះគឺហើយហើយគឺវាមាន2 scene គឺមួយវីដេអូហើយនេះទៀតចាប់ផ្ដើមបង្កើតហើយគឺមាន2 scene ហើយមួយវីដេអូគឺបែបហ្នឹង